អ្នកទាំងអស់គ្នាធ្លាប់អត់នៅពេលដែលយើងនៅម្នាក់ឯងមានអារម្មណ៍ថាដូចខុសប្រក្រតីមានអារម្មណ៍ថាដូចមិនមានអារម្មណ៍ថាដូចមិនសូវស្រួលខ្ញុំមិនមែននិយាយអំពីភាពឯកានោះទេប៉ុន្តែខ្ញុំកំពុងតែនិយាយអំពីការនៅម្នាក់ឯងមនុស្សភាគច្រើនគឺមិនសូវចូលចិត្តពេលវេលាបែបនេះទេឲ្យតែយើងមានអារម្មណ៍ថាយើងនៅម្នាក់ឯងយើងអបសុខគឺយើងតែងតែ scroll social media យើងតែងតែបើក YouTube មើលយើងស្ដាប់បទចម្រៀងគឺយើងឆាតជាមួយអ្នកណាម្នាក់គឺយើងតែងតែរកអីមួយមកធ្វើដើម្បីបំបាយអារម្មណ៍ពីការនៅម្នាក់ឯងហ្នឹងការពិតទៅការនៅម្នាក់ឯងវាជាជំនាញមួយបើយើងមិនរៀនជំនាញនេះពេលយើងនៅខ្ទង់អាយុ20ទេភាពឯកានឹងបង្រៀនយើងឲ្យរៀនពេលដែលយើងកាន់តែចាស់ទៅហើយវានឹងមានផលវិបាកកាន់តែធំក្នុងជីវិតរបស់យើងប្រកាសជាមានពេលមួយមនុស្សជុំវិញខ្លួនរបស់យើងដែលមិត្តភ័ក្តិរបស់យើងគេរវល់គេផ្លាស់ប្ដូរសាលារៀនគេផ្លាស់ប្ដូរកន្លែងធ្វើការគេផ្លាស់ប្ដូរកន្លែងគេនៅគេ move on គេបង្កើត chapter ថ្មីរបស់គេហើយទំនាក់ទំនងរបស់យើងមួយចំនួនក៏ត្រូវបានបញ្ចប់សូម្បីតែ group chat ដែលធ្លាប់តែសកម្មក៏អាចប្រែមកជាស្ងាត់បានដែរហើយថ្ងៃមួយនោះអ្នកទាំងអស់គ្នានឹងអង្គុយម្នាក់ឯងក្នុងបន្ទប់សួរខ្លួនឯងថាហេតុអីបានជាខ្ញុំមានអារម្មណ៍ថា empty មានអារម្មណ៍ថាទទេបែបនេះបញ្ហាវាមិនមែនដោយសារតែយើងនៅម្នាក់ឯងនោះទេប៉ុន្តែបញ្ហាគឺដោយសារតែយើងមិនធ្លាប់រៀនអំពីការរីករាយជាមួយនឹងវត្តមានរបស់យើងការរីករាយជាមួយនឹងការនៅម្នាក់ឯងមនុស្សដែលមានទំនុកចិត្តលើខ្លួនឯងបំផុតមិនមែនតែងតែជាមនុស្សដែលរីករាយដែលប្រកែកនិយាយឬក៏ប្រកែក social ជាមួយអ្នកដទៃទេប៉ុន្តែពួកគេគឺតែងតែ comfortable ជាមួយនឹងខ្លួនគេគឺគេរីករាយជាមួយនឹងវត្តមានរបស់គេរីករាយជាមួយនឹងការនៅម្នាក់ឯងនៅពេលដែលយើងនៅម្នាក់ឯងហើយយើងចាប់អារម្មណ៍ទៅលើការគិតស្ដាប់ទៅលើការគិតរបស់យើងពេលហ្នឹងយើងចាប់ផ្ដើមស្គាល់ខ្លួនឯងពិតៗយើងចាប់ផ្ដើមរៀនចេះពីខ្លួនឯងយើងដឹងថាខ្លួនឯងចូលចិត្តអីមិនចូលចិត្តអីយើងចង់ជឿលើអីយើងមិនចង់ជឿលើអីមិនមែនចេះតែធ្វើតាមគ្នាចេះតែធ្វើតាមមនុស្សជុំវិញខ្លួនរបស់យើងនោះទេនៅពេលដែលយើងនៅម្នាក់ឯងយើងក៏អាចរៀនចេះអំពីភាពឯករាជ្យនៃអារម្មណ៍របស់យើងឈប់ពឹងផ្អែកទៅលើអ្នកដទៃដើម្បីឲ្យខ្លួនឯងមានអារម្មណ៍ថាខ្លួនឯងនឹងមានតម្លៃគឺយើងអាចឈរជើងដោយខ្លួនឯងបានយើងមានភាពឯករាជ្យដោយខ្លួនឯងភាពស្ងប់ស្ងាត់នៅក្នុងជីវិតរបស់យើងដែលធ្វើឲ្យយើងនៅម្នាក់ឯងវាមិនមែនជារឿងមិនល្អនោះទេកុំព្យាយាមរត់គេចពីពេលវេលាទាំងអស់នោះគ្រប់ពេលត្រូវរៀនរីករាយជាមួយនឹងវត្តមានរបស់ខ្លួនឯងរៀនរីករាយជាមួយនឹងការនៅម្នាក់ឯងព្រោះថាបើយើងរៀនចេះជំនាញនឹងហើយភាពឯកានឹងគ្មានឥទ្ធិពលមកលើយើងទៀតទេពេលដែលយើងរីករាយជាមួយនឹងវត្តមានរបស់យើង comfortable being alone ពេលហ្នឹងយើងនឹងឈប់តូចទុនទៅលើមជ្ឈដ្ឋានខាងក្រៅហើយចេះពង្រឹងខ្លួនឯងពីខាងក្នុងចេញមកក្រៅពេលនឹងឯងដែលយើងខ្លាចជាមនុស្សធំដឹងក្តីយើងខ្លាចជាមនុស្សរឹងមាំយើងខ្លាចជាមនុស្សដែលមានឯករាជ្យខ្ញុំចិញ្ចៀនជួបខ្ញុំនៅវីដេអូក្រោយ